មនុស្សស្រីមានចរិត3ប្រភេទបំផ្លាញជីវិតអាពាហ៍ពិពាហ៍ខ្លួនឯងធ្វើឲ្យប្តីខ្លាចនិងមិនចង់រស់នៅជាមួយនាងឡើយមនុស្សស្រីដែលមានចរិតលក្ខណៈទាំង3ប្រភេទខាងក្រោមនេះគឺជាមនុស្សដែលធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍ត្រូវបាក់បែកដោយហេតុតែចរិតរបស់នាងប្តីមានអារម្មណ៍មិនស្រួលក្នុងការរស់នៅជាមួយដូច្នេះហើយជីវិតប្តីប្រពន្ធងាយនឹងរង្គោះរង្គើខ្លាំងណាស់1មនុស្សស្រីដែលមិនចេះទុកមុខមាត់ឲ្យប្តីជាមួយនឹងមនុស្សដែលមានចរិតឆេវឆាវអាត្មានិយមយល់តែអារម្មណ៍ខ្លួនឯងពួកគេនឹងដាក់ទម្ងន់លើបញ្ហាច្រើនជាងការយល់ដឹងពីភាពខុសឬត្រូវក្នុងទស្សនវិជ្ជាជាច្រើននៃជីវិតជាឧទាហរណ៍បើប្តីប្រពន្ធឆ្លោះគ្នារឿងគ្រួសារគេនឹងចង់ត្រួតត្រាក៏ដូចជាយកឈ្នះហ៊ានសូម្បីតែបំបាក់មុខប្តីនៅចំពោះមុខគេឯងឬក៏ជាប្រភេទមនុស្សស្រីដែលឆាប់ខឹងនៅទីសាធារណៈដោយនិយាយថាប្តីមិនល្អបើទោះជាត្រូវបានមនុស្សមួយចំនួនមើលឃើញយ៉ាងច្រើនប្រហែលជាបញ្ហាគឺតូចណាស់ប៉ុន្តែពួកគេនៅតែហែកហួរគ្នានៅចំពោះមុខគេឯងអ្នកត្រូវយល់ពីយ៉ាងបុរសម្នាក់ដែលគេត្រូវការមុខមាត់ជាខ្លាំងគាត់អាចព្រមចាញ់អ្នកក្នុងខណៈពេលដែលអ្នកនៅតែ2នាក់ប៉ុន្តែពេលចេញទៅក្រៅបើអ្នកបំបាក់មុខគាត់ពិតជាមិនអាចទទួលយកបានឡើយដូច្នេះត្រូវដឹងស្ថានភាពហើយត្រូវចេះទុកមុខឲ្យមាត់ឲ្យគាត់2ប្រភេទមនុស្សដែលតែងតែខឹងនិងប្រច័ណ្ឌខុសទំនងស្នេហានិងអាពាហ៍ពិពាហ៍មិនមែនជារូបមន្តសកលសម្រាប់មនុស្សគ្រប់គ្នាអនុវត្តនោះទេអ្នកនិងដៃគូអាចស្រឡាញ់គ្នាតាមរបៀបនេះប៉ុន្តែគុំរិះគន់ប្រភេទស្នេហាដែលមិនដូចអ្នកជាដាច់ខាតដរាបណាគេមិនបំពេញក្រមសីលធម៌អ្នកក៏មិនត្រូវបំពេញលើដៃគូដែរពួកគេអាចហាក់ដូចជាធ្វើតាមគំនិតទាំងនេះប៉ុន្តែតាមពិតតិចឬច្រើនក្នុងចិត្តពួកគេក៏គិតថាអ្នកជាមនុស្សអាត្មានិយមនិងមិនចេះយល់ចិត្តអ្នកដទៃដែរ3ប្រភេទមនុស្សចេះតែរស់នៅក្នុងអតីតកាលការរស់នៅក្នុងអតីតកាលមានន័យថាពួកគេមានសុភមង្គលតែនៅពេលដែលពួកគេតោងជាប់នឹងការអាឡោះអាល័យជាការពិតណាស់ពេលខ្លះការនឹករលឹកគឺល្អប៉ុន្តែឲ្យយើងអាចដឹងគុណអតីតកាលប៉ុន្តែប្រភេទមនុស្សស្រីដែលរស់នៅក្នុងអតីតកាលមានន័យថានៅអតីតកាលក្នុងផ្លូវអវិជ្ជមានដែលពួកគេលងបន្លាចអតីតកាលមិនថាសប្បាយឬសោកសៅឡើយស្ត្រីទាំងនេះភាគច្រើនមានភាពអវិជ្ជមានពួកគេមិនចេះដឹងគុណបច្ចុប្បន្នក៏ដូចជាអនាគតឡើយមានតែរស់នៅអតីតកាលប៉ុណ្ណោះមនុស្សស្រីបែបនេះគឺពិតជាល្ងងណាស់ដែលបណ្ដោយខ្លួនឲ្យរស់នៅក្នុងអតីតកាលអ្វីដែលពួកគេធ្វើគឺព្យាយាមឲ្យអស់